Bà dùng group mịp xu lục ru nè group chậm được đằng o ngàyនេះខ្ញុំបានមានកិត្តិយសក្នុងការធ្វើបទបង្ហាញអំពី PSI តើអ្វីទៅជា PSI ដូចជាវីដេអូដែលខ្ញុំបានធ្លាប់បានបង្ហាញកាលពីមុនមក PSI គឺ Patient Specific Implant បានន័យថាគឺជា implant ដែលយើង customize សម្រាប់ individual patient របស់យើងបាទឧទាហរណ៍ថាអ្នកជំងឺគាត់មានបញ្ហាត្រូវកាត់ឆ្អឹងមុខឬក៏ត្រូវធ្វើការជួសជុលនៅក្នុងផ្នែករលាកក្បាលដែលយើងហៅថា cranioplasty បាទគឺយើងអាចធ្វើការ design specific implant ជូនអតិថិជនឬក៏អ្នកជំងឺរបស់យើងហ្នឹងដោយរូបវន្តបុគ្គលនីមួយៗតែម្ដងហើយ implant នោះនឹង fit ល្អទៅតាមបទដ្ឋាននៃ anatomy របស់អ្នកជំងឺកាត់បន្ថយហានិភ័យនៅក្នុងការប៉ះពាល់ទៅដល់សរសៃវិញ្ញាណក៏ដូចជាសរសៃប្រសាទកាត់បន្ថយការហូរឈាមកាត់បន្ថយនៅក្នុងការឆ្លងរោគនិងជួយឲ្យការជាសះស្បើយរបស់អ្នកជំងឺបានត្រឡប់មកវិញកាន់តែឆាប់រហ័សជាក់ស្ដែងនៅ 3D Med Solution គឺយើងបានធ្វើការផលិតក៏ដូចជា customize implant បានយ៉ាងច្រើនប្រភេទដែលជាការចាំបាច់នៅក្នុងការប្រើប្រាស់ទៅលើអ្នកជំងឺដែលមានតម្រូវការក្នុងការប្រើប្រាស់ patient specific implant នេះដូចជានៅទីនេះគឺយើងមានជា cranioplasty ដែលនេះគឺជា skull bone ដែលបាន customize ដោយ titanium ក្នុងករណីដែលលោកអ្នកគ្រូធ្វើការវះកាត់កែលម្អក៏ដូចជាជួសជុលនៅផ្នែករលាកក្បាលគឺយើងអាចធ្វើឆ្អឹង skull សាជាថ្មីបានដោយការ design ដោយប្រើ patient specific implant ហើយនៅក្នុងការធ្វើ cranioplasty patient specific implant នេះគឺយើងប្រើ material ពីរប្រភេទទី1គឺយើងអាចប្រើ titanium ក៏បានជាប្រភេទ material grade 5ដែលអនុញ្ញាតដោយ FDA ក្នុងការប្រើប្រាស់ទៅលើខ្លួនមនុស្សបាទហើយ material មួយទៀតក៏យើងអាចប្រើបានជាមួយនឹង PICC ដែលមានពាក្យពេញគឺ polyethylene ketone PICC នេះគឺជាសារធាតុដែលប្រៀបបានដូចជានឹងឆ្អឹងរបស់មនុស្សយើងតែម្ដងមានសភាពមាំងាយស្រួលនៅក្នុងការប្រើប្រាស់ហើយអាចបិទបាំងខួរក្បាលបានល្អដូច titanium ដូចគ្នាដូច្នេះតកតងជាមួយនឹងផលិតផលទី1នេះគឺ customize implant ដែលយើងហៅថា PSI នេះគឺយើងមានពីរប្រភេទគឺ titanium និង PICC ដែលអាចយកទៅប្រើបានទៅលើ cranioplasty ទាំងអស់បាទនេះជារូបភាពដែលលោកគ្រូអាចបានមើលឃើញបាទ